នៅក្នុងសតវត្សទី15និងទី16នៅពេលដែលអេស្ប៉ាញកំពុងតែវាទីពង្រីកអាណានិគមនៅលើទ្វីបអាមេរិកដែលគេហៅថាដែនដីថ្មីនៅអឺរ៉ុបដែលជាដែនដីចាស់ឯនេះវិញគេបានស្គាល់នូវការវិវត្តដ៏សំខាន់មួយគឺការវិវត្តខាងវប្បធម៌ដែលគេឲ្យឈ្មោះតាមភាសាបារាំងថា La Renaissance ពីព្រោះថានៅពេលនោះអឺរ៉ុបបានចាប់ផ្ដើមស្គាល់ឡើងវិញនៅវប្បធម៌រុងរឿងដែលគេធ្លាប់មានកាលពីក្នុងសម័យបុរាណហើយដែលត្រូវរលាយបាត់បង់ស្ទើរតែបាត់សូន្យនៅក្រៅការដួលរលំនៃចក្រភពរ៉ូមយើងដឹងហើយថានៅក្រៅការដួលរលំនៃចក្រភពរ៉ូមនៅសតវត្សទី5តំបន់អឺរ៉ុបដែលធ្លាប់តែស្ថិតនៅក្នុងមហារដ្ឋតែមួយគឺចក្រភពរ៉ូមត្រូវបានបំបែកទៅជានគរផ្សេងៗគ្នាហើយនគរអស់ទាំងនោះបានចំណាយពេលច្រើនតែទៅលើការធ្វើសង្គ្រាមរវាងគ្នានឹងគ្នាឬធ្វើសង្គ្រាមដណ្ដើមអំណាចផ្ទៃក្នុងនគររបស់ខ្លួនអឺរ៉ុបត្រូវធ្លាក់ក្នុងភាពអនាធិបតេយ្យសេដ្ឋកិច្ចត្រូវខ្ទេចខ្ទាំប្រជាជនគ្មានសុខសន្តិភាពនិងគ្មានការអប់រំដែលជាហេតុធ្វើឲ្យវប្បធម៌ដ៏រុងរឿងកាលពីមុនត្រូវរលាយបាត់បង់បន្តិចម្ដងរហូតធ្លាក់ក្នុងដំណាក់កាលមួយដែលអ្នកប្រវត្តិសាស្ត្រឲ្យឈ្មោះថាយុគខ្មៅងងឹតនៅឆ្នាំ1453មានហេតុការណ៍ដ៏សំខាន់មួយដែលធ្វើឲ្យយុគខ្មៅងងឹតនៅអឺរ៉ុបចាប់ផ្ដើមទទួលពន្លឺឡើងវិញចក្រភពអូតូម៉ង់របស់ពួកទូគីបានវាយផ្ដួលរំលំទីក្រុងកុងស្តង់ទីណូបដែលជារាជធានីនៃចក្រភពប៊ីហ្សង់តាំងគឺអតីតចក្រភពរ៉ូមខាងកើតអ្នកប្រាជ្ញជាច្រើនរបស់ប៊ីហ្សង់តាំងក៏បាននាំគ្នារត់ភៀសខ្លួនទៅកាន់អឺរ៉ុបខាងលិចដោយនាំយកទៅជាមួយនឹងឯកសារល្អៗដែលបន្សល់ទុកពីអ្នកប្រាជ្ញក្រិកសម័យបុរាណអ្នកប្រាជ្ញនិងឯកសារក្រិកទាំងនេះហើយដែលជាគ្រឹះដ៏សំខាន់មួយដែលនាំទៅរកការស្ដារឡើងវិញនៃវប្បធម៌រុងរឿងនៅអឺរ៉ុបហើយឆ្នាំ1453នោះត្រូវបានអ្នកប្រវត្តិសាស្ត្រអឺរ៉ុបជាពិសេសអ្នកប្រវត្តិសាស្ត្របារាំងចាត់ទុកថាជាឆ្នាំចុងក្រោយនៃយុគសម័យកណ្ដាលនិងជាឆ្នាំចាប់ផ្ដើមនៃសម័យកាល Renaissance នៅអឺរ៉ុបប្រទេសដែលបានដើរតួនាទីសំខាន់បំផុតនៅក្នុងការធ្វើឲ្យរស់ឡើងវិញនៃវប្បធម៌រុងរឿងនៅអឺរ៉ុបនេះគឺអ៊ីតាលីគេសង្កេតឃើញថាអ្នកប្រាជ្ញល្បីៗទាំងខាងសិល្បៈស្ថាបត្យកម្មទស្សនវិជ្ជានយោបាយហិរញ្ញវត្ថុនិងតារាសាស្ត្រភាគច្រើនគឺមានប្រភពចេញមកពីអ៊ីតាលី Michel-Ange, Raphael និង Léonard de Vinci ដែលត្រូវបានគេចាត់ទុកថាជាវិចិត្រករដែលមានស្នាដៃឆ្នើមបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិគឺពូកែខាងចម្លាក់គំនូរស្ថាបត្យកម្មនិងវិស្វកម្មសុទ្ធសឹងតែជាអ្នកប្រាជ្ញអ៊ីតាលីរហូតមកទល់នឹងសប្តាហ៍ថ្ងៃនេះក្នុងមួយថ្ងៃគេឃើញមានវងមនុស្សណែនណាន់តាន់តាប់នាំគ្នាឈរតម្រង់ជួរចាំមើលរូបគំនូរ Mona Lisa ដែលគូរដោយ Léonard de Vinci ហើយដែលគេដាក់តាំងនៅក្នុងសារមន្ទីរ Louvre នៅទីក្រុងប៉ារីសចំណែក Michel-Ange វិញក្រៅពីគំនូរនិងចម្លាក់បានបន្សល់ទុកនៅស្នាដៃស្ថាបត្យកម្មដ៏ល្បីល្បាញជាច្រើនមកទល់នឹងសប្តាហ៍ថ្ងៃជាពិសេសគឺវិហារ Saint-Pierre នៅបូរីវ៉ាទីកង់ហើយដែលត្រូវបានគេចម្លងតាមនៅក្នុងការសាងសង់អគារល្បីៗជាច្រើនផ្សេងទៀតរួមមានដូចជាវិហារ Saint Paul នៅអង់គ្លេសនិងវិមាន Capitol របស់សហរដ្ឋអាមេរិកជាដើមអ្នកប្រាជ្ញមួយរូបទៀតរបស់អ៊ីតាលីគឺទស្សនវិទូនយោបាយឈ្មោះ Nicolas Machiavelli បាននិពន្ធសៀវភៅមួយក្បាលដែលល្បីសុសសាយរហូតមកដល់សប្តាហ៍ថ្ងៃគឺសៀវភៅដែលមានចំណងជើងជាភាសាបារាំងថា Le Prince នៅក្នុងសៀវភៅនេះ Machiavelli បានសរសេរអំពីរបៀបដឹកនាំរដ្ឋដោយប្រើប្រាជ្ញាផងប្រើកម្លាំងផងនិងប្រើល្បិចកលផងបើតាម Machiavelli មេដឹកនាំរដ្ឋត្រូវតែចេះប្រើកម្លាំងដូចជាសត្វតោនិងចេះក្រឡិចដូចជាសត្វកញ្ជ្រោងក៏ប៉ុន្តែកម្លាំងនិងភាពក្រឡិចក្រឡុចនេះមិនមែនគ្រាន់តែរក្សាអំណាចយកមកបំពេញប្រយោជន៍ផ្ទាល់ខ្លួននោះទេក៏ប៉ុន្តែគឺដើម្បីរក្សាអំណាចយកទៅបម្រើផលប្រយោជន៍របស់ប្រជាជនជាទូទៅតាមគោលការណ៍នយោបាយរបស់ Machiavelli រដ្ឋអាចរំលោភច្បាប់ឬធ្វើនៅទង្វើដែលគ្មានសីលធម៌បើសិនជាចាំបាច់ដើម្បីផលប្រយោជន៍ជាតិដែលគេហៅតាមភាសាបារាំងថា raison d'État គោលគំនិតរបស់ Machiavelli ត្រូវបានអ្នកខ្លះរិះគន់ថាជាគំនិតអ្នកនយោបាយដែលគ្មានសីលធម៌ក៏ប៉ុន្តែអ្នកខ្លះទៀតយល់ថាវាគឺជាគំនិតនយោបាយដែលមានលក្ខណៈប្រកបនិយមមកទល់នឹងពេលបច្ចុប្បន្ននេះសៀវភៅ Le Prince របស់ Machiavelli នៅតែជាសៀវភៅគោលដែលគេយកមកបង្រៀននៅស្ទើរតែគ្រប់សាលាវិទ្យាសាស្ត្រនយោបាយនៅទូទាំងពិភពលោក
សតវត្សទី16ចលនា Renaissance ដែលចាប់កំណើតនៅអ៊ីតាលីបានជះពន្លឺបន្តិចម្ដងទៅដល់បណ្ដាប្រទេសផ្សេងទៀតនៅទូទាំងតំបន់អឺរ៉ុបរាប់ចាប់តាំងពីអេស្ប៉ាញបារាំងអាល្លឺម៉ង់និងអង់គ្លេសរហូតទៅដល់ប៉ូឡូញនៅឆ្នាំ1543តារាវិទូប៉ូឡូញម្នាក់ឈ្មោះនីកូឡាកូពេនីកដែលធ្លាប់បានទៅសិក្សានៅអ៊ីតាលីបានចេញផ្សាយសៀវភៅមួយអំពីទ្រឹស្ដីថ្មីនៃតារាសាស្ត្រដែលត្រូវបានគេចាត់ទុកថាជាបដិវត្តន៍នៃការយល់ដឹងរបស់មនុស្សទៅលើចក្រវាឡតាំងពីដើមរៀងមកមនុស្សនៅក្នុងសម័យបុរាណយល់ថាផែនដីយើងគឺជាចំណុចកណ្ដាលនៃចក្រវាឡគ្រប់អ្វីៗទាំងអស់ដែលនៅលើមេឃទាំងព្រះច័ន្ទព្រះអាទិត្យនិងគ្រប់ផ្កាយទាំងអស់សុទ្ធតែធ្វើដំណើរជុំវិញផែនដីនីកូឡាកូពេនីកដែលបានចំណាយពេលរាប់ឆ្នាំសិក្សាអំពីតារាសាស្ត្របានបង្កើតនូវទ្រឹស្ដីដ៏ថ្មីស្រឡាងមួយគឺថាមិនមែនព្រះអាទិត្យទេដែលវិលជុំវិញផែនដីគឺផែនដីទៅវិញទេដែលធ្វើដំណើរជុំវិញព្រះអាទិត្យហេតុដែលគេមើលទៅឃើញហាក់ដូចជាព្រះអាទិត្យនិងអ្វីៗទាំងអស់នៅលើមេឃវិលជុំវិញផែនដីតាមក៏ពិតទៅគឺដោយសារតែផែនដីវិលជុំវិញខ្លួនឯងដែលក្នុងមួយជុំមានរយៈពេល24ម៉ោងយោងតាមទ្រឹស្ដីរបស់កូពេនីកផែនដីគ្រាន់តែជាភពមួយក្នុងចំណោមភពជាច្រើនផ្សេងទៀតប៉ុណ្ណោះហើយមិនមែនជាចំណុចកណ្ដាលនៃចក្រវាឡដូចដែលគេធ្លាប់ជឿពីមុននោះទេទ្រឹស្ដីរបស់នីកូឡាកូពេនីកគឺជាចំណុចចាប់ផ្ដើមនៃតារាសាស្ត្រសម័យបុរាណក៏ប៉ុន្តែវាផ្ទុយទៅនឹងជំនឿរបស់វិហារកាតូលិកនាសម័យកាលនោះហើយដូច្នោះហើយបានជាកូពេនីករងចាំរហូតដល់ដង្ហើមចុងក្រោយនៃជីវិតរបស់លោកទើបចេញផ្សាយទ្រឹស្ដីស្ដីពីបដិវត្តន៍នៃតារាសាស្ត្រនេះនិយាយអំពីវិហារកាតូលិកយុគសម័យ Renaissance ក៏ជាយុគសម័យដែលមានការបែកបាក់នៃគ្រឹះសាសនានិកាយកាតូលិកផងដែរយើងដឹងហើយថានៅពេលដែលចក្រភពរ៉ូមត្រូវពុះចែកជាពីរគ្រិស្តសាសនាត្រូវបាក់បែកជាពីរនិកាយរួចមកហើយគឺនិកាយ Orthodox នៅចក្រភពរ៉ូមខាងកើតឬចក្រភព Byzantine និងនិកាយកាតូលិកនៅចក្រភពរ៉ូមខាងលិចគឺនៅអឺរ៉ុបខាងលិចក្រោយពេលដែលចក្រភពរ៉ូមខាងលិចដួលរលំបែកខ្ញែកទៅជានគរផ្សេងៗគ្នាគ្រប់នគរទាំងអស់នៅអឺរ៉ុបខាងលិចនៅតែបន្តស្ថិតក្រោមអំណាចនៃវិហារកាតូលិកដដែលដោយមានសម្ដេចប៉ាបនៅទីក្រុងរ៉ូមជាអ្នកមានអំណាចកំពូលខាងសាសនាក៏ប៉ុន្តែនៅឆ្នាំ1517បុព្វជិតកាតូលិកម្នាក់នៅអាល្លឺម៉ង់ឈ្មោះ Martin Luther បានចេញមុខជាសាធារណៈរិះគន់សេចក្តីបង្រៀនរចនាសម្ព័ន្ធនិងរបៀបដឹកនាំរបស់សម្ដេចប៉ាបព្រមទាំងបានទាមទារឲ្យធ្វើកំណែទម្រង់ស៊ីជម្រៅនៃវិហារកាតូលិកនៅឆ្នាំ1521 Martin Luther ត្រូវបានសម្ដេចប៉ាបបណ្តេញចេញពីវិហារកាតូលិកព្រមទាំងត្រូវបានអធិរាជសាលកាំងចាត់ទុកថាជាឧទានដែលនៅក្រៅច្បាប់ក៏ប៉ុន្តែគំនិតរបស់ Martin Luther បានទទួលនូវការគាំទ្រកាន់តែច្រើនហើយចលនាប្រឆាំងនឹងថ្នាក់ដឹកនាំវិហារកាតូលិកក៏ចេះតែបន្តរីករាលដាលកាន់តែធំឡើងរហូតបង្កើតទៅជានិកាយមួយថ្មីទៀតដែលគេឲ្យឈ្មោះថា Protestant ដោយសារតែពួកគេគឺជាអ្នកតវ៉ាប្រឆាំងនឹងអំណាចរបស់សម្ដេចប៉ាបព្រមទាំងសេចក្តីបង្រៀនជាទូទៅរបស់វិហារកាតូលិកនៅក្នុងអំឡុងពេលប្រហាក់ប្រហែលនឹងចលនាប្រឆាំងនៃពួក Protestant នោះនៅអង់គ្លេសដែលស្ថិតនៅក្រោមអំណាចរបស់សម្ដេចប៉ាបដែរនោះព្រះបាទហង្រីទី8ចង់លែងលះព្រះមហាក្សត្រីរបស់ព្រះអង្គក៏ប៉ុន្តែសម្ដេចប៉ាបមិនអនុញ្ញាតនៅឆ្នាំ1534ព្រះបាទហង្រីទី8ក៏បានសម្រេចផ្ដាច់ខ្លួនចេញពីអំណាចរបស់សម្ដេចប៉ាបហើយបានបង្កើតទៅជានិកាយថ្មីមួយទៀតសម្រាប់អង់គ្លេសដែលចេញពីនិកាយកាតូលិកដែលគេឲ្យឈ្មោះថានិកាយ Anglican